tired, man. I'm Like go. 15 hours. No, not go. Wanna go? Yeah. I'm gonna go back home. Go. You drive back home. No. No. I'm gonna go. I'm gonna go. ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូទី14ដំណើរកម្សាន្តនៅរដ្ឋ Florida របស់ពួកយើងចាដោយបងប្អូនបានឃើញពីដើមវីដេអូអញ្ចឹងមួយទៀតទៅតជាមួយចាយជាមួយម៉ាគេទៀតណាព្រោះអីពួកខ្ញុំថាត្រឡប់មកផ្ទះវិញតែបងប្អូនមកត្រឹម Destin ហើយត្រឡប់មកផ្ទះវិញអញ្ចឹងព្រោះការងារច្រើននៅផ្ទះប៉ុន្តែប៉ាគេគាត់លើកូនទាអញ្ចឹងគេអត់ដាច់ចិត្តក៏ហួសទៅដល់ Tampa ទៀតចា6ម៉ោងកន្លះពី Destin ទៅចាគឺថាបើកហួសទៅហើយបើកទៅហ្នឹងអត់ប្រាប់កូនទេដល់ពេលអញ្ចឹងកូនហ្នឹងនៅទាងូចនឹងឯងបងប្អូនចានេះជាទេសភាពពីខាង Destin ទៅ Tampa រដ្ឋ Florida បងប្អូនចាពួកយើងបើកនិយាយទៅចេញពីនេះទៅថ្ងៃត្រង់ល្មមទៅដល់ផ្ទះសម្រាប់ខ្ទង់ម៉ោងប្រហែលជា8អីហ្នឹងបងប្អូនតាមខ្ញុំចាំបានណាចារៀងយូរដែរអញ្ចឹងនិយាយទៅបើសិនជាយើងជិះរហូតវាខ្ទង់6ម៉ោងកន្លះហើយបងប្អូនប៉ុន្តែយើងជិះទៅយើងកន្លែងទៅឈប់បាត់ដៃបាត់ជើងចូលក្រសាំងទិញអីញ៉ាំអីអញ្ចឹងណាចាហើយទៅដល់ហ្នឹងគឺមានផ្ទះបងប្អូនបងស្រីខ្ញុំគាត់ជួលឲ្យស្រាំអញ្ចឹងយើងអត់ពិបាកដែររកដូចពីយប់មុនហ្នឹងទេចាគឺទៅដល់ចាតាមផ្លូវហ្នឹងកូនស្រីខ្ញុំគេងមួយមើលទេសភាពតាមផ្លូវគេបងប្អូននេះនិយាយទៅស្វោណាស្ពានឆ្លងសមុទ្រឆ្លងទន្លេអីអញ្ចឹងណាខ្ញុំអត់ដឹងដែរថានឹងទឹកសាបទឹកប្រៃយើងជិះទៅឃើញទេសភាពស្អាតអញ្ចឹងក៏ថតទៅកន្លែងខ្លះកន្លែងតាគេងលក់អីអញ្ចឹងក៏អត់បានថតទៅចាគឺថាអញ្ចឹងឯងហើយរៀងអស់កន្លងដែរបងប្អូនព្រោះរៀងផ្លូវឆ្ងាយចាហើយបាក់មិញយើងងើបលេងទឹកសមុទ្រតាំងពីផឹកទៀនមកដល់ណាទេនេះបងប្អូនចាមកដល់ឃើញមានតានិយាយទៅយើងជិះលើផ្លូវល្បឿនលឿនយើងអត់សូវឃើញភូមិគេទេភាគច្រើនឃើញតាដើមឈើឃើញតាផ្លូវស្អាតលាតអញ្ចឹងណាចាប៉ុន្តែមើលទៅប្លែកភ្នែកបងប្អូនប្លែកពីនៅខាងទឹកសាសដែរវានៅFlorida គឺវាស្តៀងទឹកសាសប៉ុន្តែនៅតែប្លែកភ្នែកជាងពួកយើងដូចយើងតំបន់ដែលយើងអត់តន់ធ្លាប់ទៅអញ្ចឹងណាចាហ្នឹងហើយអាកាសធាតុនៅពេលដែលពួកខ្ញុំទៅហ្នឹងគឺអាកាសធាតុល្អមែនតើបងប្អូនអត់សូវក្តៅហើយក៏របៀបថាអត់តិចអត់មានភ្លៀងអត់មានអីញ៉ៃដែរចាគឺយើងទៅចំខែដែលមានអាកាសធាតុល្អណានៅ Florida និយាយទៅអាកាសធាតុដូចនៅស្រុកខ្មែរយើងអញ្ចឹងចាបងប្អូនហើយណាមួយនៅក្បែរទឹកនៅក្បែរអីច្រើនមានមូសមានអីច្រើនដែរបើនៅ Texas តតែនៅភូមិណាដែលយើងនៅក្បែរកន្លែងទឹកក្បែរអីអញ្ចឹងបានមានមូសអីអញ្ចឹងណាចាប៉ុន្តែផ្ទះខ្ញុំរងថ្ងៃយើងនៅឆ្ងាយពីទឹកដែរអត់ដែរមានមូសខាំទេបងប្អូនមានតែស្មោចខាំហ្នឹងហើយប៉ុន្តែទៅ Florida កូនខ្ញុំមានម្នាក់មកវិញប្រហែល20មេអីដែរហ្នឹងណាបងប្អូនចាយើងដើរលេងរៀងល្ងាចដែរចាហើយនេះគឺមកដល់ឈប់ក្រាស់សាំងទិញអីញ៉ាំម្សាចាដើម្បីយើងចុះកុំឲ្យអង្គុយយូររយចកេះពេកអីអញ្ចឹងណាចាមករៀងល្ងាចមែនតើនេះបងប្អូនមើលម៉ោងប៉ុន្មានហើយម៉ោង7កន្លះហើយបងប្អូននឹងឡានខ្ញុំអត់ច្បាស់ទេថានៅមកដល់នេះដូចជាមកដល់ក្រុង Tampa គេបងប្អូនព្រោះអីផ្លូវរៀងធំចានេះបងប្អូនមកដល់ផ្ទះស្នាក់របស់ពួកយើងនេះបងស្រីខ្ញុំគាត់ជួល3យប់ប៉ុន្តែខ្ញុំនៅដូចជានៅបានតែ2យប់ឯងបងប្អូនចាមកដល់គេយើងរៀបបាយរៀបទឹកញ៉ាំនៅនឹងទៅពួកអីធ្វើបាយធ្វើទឹកមកដែរនេះបន្ទប់ទទួលភ្ញៀវគេចាហើយបន្ទប់គេងគេដូចជាមាន4បន្ទប់បងប្អូនចានាំគ្នាឡើងទៅលើម្នាក់គឺថាមកដល់ហ្នឹងរត់រកគ្នាគេកូនខ្ញុំគេរកចាយគេទៀតណាប៉ុន្តែចាយគេហ្នឹងរៀងចេញមករៀងយឺតជាងគេក្រោយគេរហូតហ្នឹងឯងដោយសារគាត់រវល់កន្លែងចូលសាទិញអីមកឲ្យញ៉ាំអីអញ្ចឹងណាចាការងារគាត់ច្រើនណោះចេះថាអញ្ចឹងយើងនេះកូនទូចគេឲ្យអនុភាពមកសម្រាប់មុនទៅ
កុំចាំបាច់ទៅសារទៅអីទៀតចាបន្ទប់នេះគឺមានក្រែ4ណាក្រែគេហៅបឹងបែកក្រែនៅពីលើគ្នាចាក្រែគេងម្នាក់ហ្នឹងប៉ុន្តែគេងបាន4នាក់ក្នុងបន្ទប់ហ្នឹងមិនមានទេតែក្មួយខ្ញុំ2នាក់គាត់គេងនៅបន្ទប់ហ្នឹងពួកអីដំបងថាឲ្យកូនគេងជាមួយកូនប្រុសខ្ញុំដែរប៉ុន្តែដល់ពេលតែកូនស្រីខ្ញុំក៏ទាគេងដែរញ៉ៃក៏ខ្ជិលឲ្យតែក្មួយខ្ញុំ2នាក់គាត់គេងទៅចាហើយនេះគឺបន្ទប់មេគ្រួសារបន្ទប់ធំបន្ទប់ហ្នឹងមានបន្ទប់ទឹកនៅខាងក្នុងចាមានអាងត្រាំទឹកមាន shower គឺថាបន្ទប់គេជាបន្ទប់មេគ្រួសារយើងនិយាយចំទៅចាមានអីស្អាតបងប្អូនចាមានស៊ីងលាងដៃលុបមុខ2ហើយបន្ទប់ហ្នឹងមានផ្ទះហ្នឹងមានបន្ទប់ទឹកក្រៅមួយទៀតនេះខាងស្ដាំដៃខ្ញុំហ្នឹងហើយពួកខ្ញុំជ្រើសរើសយកបន្ទប់មួយនេះតែសារមានក្រែ2ហើយយើងមានកូនរៀងច្រើនអញ្ចឹងយើងគេអញ្ចឹងណាចាក៏មានអ្នកក្រែលក្រាបភួយគេនៅលើព្រំនេះខ្លះដែរតែសារយើងជាទៀតគ្រាអញ្ចឹងហើយខ្ជិលទៅគេជាមួយក្មួយតែសារបន្ទប់ក្រែជន់ពីលើគ្នាហ្នឹងអត់ចេះគេយើងអត់ធ្លាប់គេញ៉ាំចាហ្នឹងហើយបន្ទប់នេះបងស្រីបងថ្លៃខ្ញុំចាគាត់គេងនៅហ្នឹងបន្ទប់នេះក៏ស្អាតដែរចាមានអីបន្ទប់គេស្អាតតែបងប្អូនប៉ុន្តែយើងទៅគេងផ្ទះស្នាក់អញ្ចឹងមិនទស្សនៈរបៀបថាជួល Airbnb វារៀងធំក្លិនរៀងអីខ្នើយតិចតួចណាយើងក្រាលកសែងក្រាលអីគេងអញ្ចឹងទៅចាមិនដឹងធ្វើម៉េចទេពួកយើងទៅជួលគេមួយថ្ងៃ2ថ្ងៃអញ្ចឹងឲ្យគ្នាដូរខ្នើយដូរភួយឯណាកើតចាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតអរគុណដែលតាមដាន